ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកស្លម្ជូរសៀងចេកស្ងោរគេហៅស្ងោរជ្រក់សៀងចេកចាដំបូងគឺយើងយកសៀងចេកមកចិតជាចំណិតកង់ហើយយើងចិតឲ្យវាស្ដើងមកយើងយកមកលាងទឹកចាលាងទឹកឲ្យជ្រះជ័រអញ្ចឹងទៅបានយើងយកមកយើងដាំទឹកឲ្យពុះហើយយើងដាក់ប្រហុកបន្តិចទៅហើយទៅយើងដាក់យកចេកនឹងហើយស្ងោរវាពុះចំពោះត្រីថ្ងៃនេះយើងស្លត្រីអញ្ចឹងយើងយកត្រីហ្នឹងយើងយកមកចៀនណាត្រីទក់ចាយើងយកមកចៀនឲ្យវាក្រៀមឲ្យវាឆ្អិនក្រៀមស្អាតល្អហើយបានយើងយកមកដាក់ជាមួយនឹងសៀងចេកហ្នឹងចាសៀងចេកហ្នឹងវាពុះហើយយើងឆ្អិនហើយអញ្ចឹងយើងដាក់គ្រឿងមកមានស្ករប៊ីចេងចឹងមកហើយយើងអាចភ្លក់មើលចឹងល្មមហើយបានយើងដាក់ត្រីនឹងចូលចាអញ្ចឹងដល់ពេលយើងដាក់ត្រីយើងចូលយើងចៀនឆ្អិនហើយណាយើងចៀនឬក៏យើងស្ងោរបានដែរយើងស្ងោរឆ្អិនហើយយើងយកដាក់ជាមួយនឹងយកចេកហ្នឹងទៅហើយយើងខ្លាញ់ដែលសល់ពីចៀនហ្នឹងយើងដាក់បំពងខ្ទឹមអញ្ចឹងណាបំពងខ្ទឹមឲ្យវាឈ្ងុយខ្ទឹមអញ្ចឹងយើងដាក់ជាមួយស្លហ្នឹងទៅតែម្ដងចាហើយបន្ទាប់មកយើងដាក់ជីដើម្បីឲ្យឈ្ងុយជីនឹងវងក៏បានដែរដាក់ជីនឹងវងដើម្បីឲ្យវាឈ្ងុយអញ្ចឹងចាយើងភ្លក់មកល្មមនៅចាហ្នឹងវាឆ្អិនហើយយើងភ្លក់មកល្មមឆ្អិនហើយយើងអាចដាក់ក្រូចឆ្មាហើយយើងថាវាជូរល្មមប៉ុណ្ណាយើងអាចដាក់ចុះបានហើយយើងញ៉ាំតែម្ដងទៅចាអរគុណច្រើន